អញ្ចឹងប្រាក់ខែប្រកាសជាខ្ពស់កប់ពុកហើយអរគុណលោកប្រុសធំខ្ញុំច្បាស់ជាខំប្រឹងធ្វើការឲ្យបានល្អមិននឹកស្មានថានាងក៏មានល្បិចក្នុងខ្លួនដែរលោកយាយខ្ញុំឡើងទៅលើសិនហើយចាសសក្មួយស្រីខំប្រឹងឡើងណាពួកនាងឯងចង់ធ្វើអីហ្នឹងនាងឯងជាកូនកាត់គ្រួសារអភិជនមួយណាដែរខ្ញុំគ្រាន់តែជានិស្សិតធម្មតាម្នាក់ប៉ុណ្ណោះតាមពិតគ្រាន់តែជាស្រីហិនហោចដែលស្រមៃចង់រៀបការចូលគ្រួសារអភិជនសោះមិនក៏វីមនុស្សអញ្ចឹងអញជាកូនស្រីពៅរបស់ត្រកូលលេននៅទីក្រុងយេងហេនឹងណានាងឯងស្មានខ្លួនឯងជាស្អីហ៊ានផ្លោះរំលងអញទៅតោងទាមលោកប្រុសធំសេផងទៅដោះខោអាវវីចេញឲ្យអស់ទៅខ្ញុំអត់មានទេលេងខ្ញុំទៅលេងខ្ញុំទឹកក៏ខ្វក់ស័ក្តិសមនឹងស្រីខ្វក់ដូចជានាងឯងនឹងហើយពួកនាងកំពុងធ្វើអីនឹងលោកប្រុសសែលោកប្រុសសៃវីគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេសំបីតែកាន់ស្បែកជើងឲ្យលោកក៏មិនស័ក្តិសមផងពួកយើងទៅជាបេក្ខភាពគូដណ្ដឹងដែលស័ក្តិសមឋានៈជាមួយលោកនោះគូដណ្ដឹងស្អីទៅស័ក្តិសមឋានៈហ៎សម្រាប់ខ្ញុំសៃយ៉ានវ៉ៃមិនថាស្រីមួយណានៅយេងហេនេះទេគឺសុទ្ធតែចំណេញបើរៀបការជាមួយខ្ញុំយកឋានៈមកសង្កត់សង្កិនមនុស្សដែលខ្ញុំជ្រើសរើសពួកនាងគ្មានសិទ្ធទេឥឡូវនេះស្ពីបង្វិចចេញពីផ្ទះត្រកូលសៃឲ្យអស់ទៅកុំឲ្យខ្ញុំត្រូវនិយាយជាលើកទី3ឲ្យសោះងើបឡើងនៅអាចក្រោកឈរបានអត់ខ្ញុំឆ្លោះជើងហើយរាល់ដងលោកប្រុសមិនដែលចង់ប៉ះពាល់មនុស្សស្រីណាទេមើលទៅលើកនេះប្រកាសជាពេញចិត្តនាងឈួងនេះខ្លាំងហើយឲ្យតែចូលចិត្តគឺល្អហើយមើលទៅឆ្នាំដែលពួកយើងរៀបចំទុកប្រហែលជាត្រូវយកមកប្រើហើយមើលទៅនៃឈួងនេះជាស៊ុបប៉ៅកម្លាំងដែលលោកយាយរៀបចំឲ្យលោកប្រុសធំឯងជួយយកទៅឲ្យគាត់បន្តិចទៅចាសស្អុំ